UN បង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពជនស៊ីវិលជំរុញឲ្យថៃនិងកម្ពុជាត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk នៅថ្ងៃប្រហ័សទី 18 ខែធ្នូបានបង្ហាញការព្រួយបារម្ភជុំវិញការកើនឡើងជម្លោះថ្មីៗនេះនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃដែលកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលជាមួយការជំរុញឲ្យភាគីទាំងពីរត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញនេះបើតាមគេហទំព័ររបស់អង្គការសហប្រជាជាតិលោក Volker Turk បាននិយាយថាខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតំបន់នៅជុំវិញភូមិនិងទីតាំងវប្បធម៌ដែលកំពុងនឹងត្រូវបានរងការវាយប្រហារដោយយន្តហោះចម្បាំងដ្រូននិងកាំភ្លើងធំលោកបន្ថែមថានៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិវាពិតជាច្បាស់លាស់ណាស់ថាការការពារជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជារឿងសំខាន់បំផុតឧត្តមស្នងការសិទ្ធិមនុស្សរូបនេះក៏បានជំរុញឲ្យភាគីទាំងពីរបិទបញ្ចប់ការវាយប្រយុទ្ធគ្នានិងត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញផងដែរ